ស្អាតទេហ្នឹងបើយើងមើលផ្លូវមកអែមតែម្ដងតែចាំមើលម្ចាស់ទៀតក៏រើរោងមកគាត់សិនចាំខ្ញុំថតលំអិតជូនពុកម៉ែបងប្អូនទស្សនាម្ដងទៀតតោះឥឡូវយើងចូលទៅខាងក្នុងអានេះទ្វារសុវត្ថិភាពបងប្អូនមើលម៉ូដគេបានជ្រាបសួរពុកម៉ែបងប្អូនទាំងគ្នានេះការឋាននៅខាងស្រុកក្បាញដីខេត្តពោធិ៍សាត់បងប្អូនទីនេះក្បាល7ហើយបដ 14.3 បន្ទប់គេង3បន្ទប់ទឹក2បន្ទប់ទូភ្ញៀវផ្ទះបាយបងប្អូនចេញរូបរាងមកហើយផ្ទះនេះយើងបាំងនឹងរោងម្ចាស់ផ្ទះខាងមុខណាអញ្ចឹងយើងមើលទៅមិនសូវជាឃើញរូបរាងច្បាស់ទេតែឥឡូវតោះខ្ញុំជូនបងប្អូនទៅមើលមកជុំវិញនៃផ្ទះហើយបែកខាងក្នុងដែរអញ្ចឹងនៅខាងមុខនេះមានសួនមានអីផ្សេងទៅហើយចម្រឹងប្អួយអីម៉ូដយើងលេងមកឆ្ងាញ់តែម្ដងស្រាប់ម៉ូដហ្នឹងហើយច្រើយើងលេង5កាំច្រើតាមនេះសក់ជ្រីទាំងអស់នេះជ្រីផ្សេងហើយខាងនេះក៏ជ្រីដែរអានេះបែកខាងមុខទៅស4ដើមហើយទ្វារយើងប្រើទ្វារសុវត្ថិភាពទាំងនេះតម្លៃ 30,000 ក្រាស់មកពលកម្មបុកសំប្រាក់ហើយខាងនេះក៏យើងមានជ្រីមានជ្រុងដូចតែខាងស្ដាំដៃដែរក៏ប៉ុន្តែខាងនេះយើងមានសាច់លៀនចំហៀងបងប្អូននេះសាច់លៀនហ្នឹងស្អាតទេហ្នឹងបើយើងមើលផ្លូវមកអែមតែម្ដងតែចាំមើលម្ចាស់ទៀតក៏រើរោងមកគាត់សិនចាំខ្ញុំថតលំអិតជូនពុកម៉ែបងប្អូនទស្សនាម្ដងទៀតតោះឥឡូវយើងចូលទៅខាងក្នុងអានេះទ្វារសុវត្ថិភាពបងប្អូនមើលម៉ូដគេហើយចម្រឹងប្អួយនេះម្ចាស់ទៀតម៉ូដបានណាចម្រឹងយើងនៅដាក់កញ្ចក់ដាក់អីទៀតហើយនៅការងារបដានហើយនឹងការងារថ្នាំហើយនៅការងារកញ្ចក់ចានេះកន្លែងទូភ្ញៀវយើងបានទំហំប៉ុណ្ណឹងយើងនៅការងារបដានឆ្អឹងបដានអីទៀតណាការងារចម្រឹងប្អួយកោងខាងមុខអានេះប្អួយយើងធម្មតាប្អួយជ្រុងចម្រឹងនេះក្រូជើងជាងទឹកទេផ្ទះហ្នឹងហើយបន្ទប់គេង3ផ្លូវដើរកដាលហើយនេះបន្ទប់គេងទី1ទ្វារប្រើប្រភេទទ្វារសុវត្ថិភាពនេះទ្វារនេះបន្ទប់គេងទី1ហើយបន្ទប់គេងនេះគឺមានបន្ទប់ទឹកនៅខាងក្នុងចឹងយើងដើរមកនេះអានេះបន្ទប់គេងទី2នេះអានេះយើងប្រើប្រភេទដែកទ្វារដែកអញ្ចឹងបានទំហំប៉ុណ្ណឹងបងប្អូនបន្ទប់គេងទី2ទ្វារបើក៏មានលឺសលេងហ៎ទ្វារហ្នឹងវាស្ងាត់ល្អយើងដើរមកនេះបន្ទប់គេងទី3ជាងកំពុងបិទក្រូជើងជាងទឹកចឹងយើងដើរមកក្រោយអានេះផ្ទះបាយកន្លែងដាក់ទូទឹកកកទៅថាសប្រានជាងពងបិទក្រូអានេះទ្វារចេញចំហៀងណាស្កានបាយបានទំហំប៉ុណ្ណឹងបងប្អូនអានេះដើរមកក្រោយទៀតអានេះបន្ទប់ទឹកសម្រាប់យើងប្រើរួមទ្វារយើងប្រើទ្វារសុវត្ថិភាពដូចគ្នាទ្វារកញ្ចក់អានេះម៉ូដទ្វារសុវត្ថិភាពចំហៀងម៉ូដនេះភេទដាច់ស្មិតដែរថ្លៃតម្លៃចូល100 ក្រាស់ដែរបើត្រឹមទ្វារបន្ទប់គេងយើងតម្លៃត្រឹម110អីទេត្រង់ទ្វារនេះ110ទ្វារបន្ទប់ទឹកតម្លៃ90ចឹងពុកម៉ែបងប្អូនមានដំណងសាងសង់នេះអាចទាក់ទងvớiខ្ញុំបានណាយើងទូមកការទាំង25ខេត្តក្រុងហើយយើងក៏លេខមើលខាងនេះអានេះការងារ stand ទឹកតែអានេះការងារក្រៅបងប្អូនគិតតម្លៃផ្សេងអានេះអាងស្តុកលីមួកយើងធ្វើពីលើអាងស្តុកលីមួកតែម្ដងចឹងនេះពីបែកខាងក្រោយទៅបងប្អូនបែកខាងក្រោយបងប្អូនមើលជ្រីជ្រុងឲ្យតាមតសយើងមានឡង់ធ្វើជាម៉ូដអញ្ចឹងអានេះពីខាងក្រោយផ្នែកខាងស្ដាំអញ្ចឹងនៅការដ្ឋានយើងមានការនៅពោធិ៍សាត់នេះមានការដ្ឋាន3អញ្ចឹងបើពុកម៉ែបងប្អូនមានដំណងសាងសង់អាចទាក់ទងបានអរគុណច្រើន